ព្រោះនាងមានប្តីមានកូនខ្ចីហើយប្តីចេញទៅធ្វើការបើកូនយំតើបាននរណានឹងបញ្ចុកអាហារឲ្យទឹងដល់គោវាបើបងកុំគិតឆ្ងាយមានប្រជាជួយឈ្នួលឲ្យមើលកូនទៅក្រែងមកមកស្រើបងមិនទៅដើរលេងជាមួយស្រីទេយីប្រនេះមិនស៊ីវិល័យតាមិនទាន់សម័យពួកស្រីយេយេកុំបងខំខ្ញុំណាមៀងមេខ្ញុំមិនហ៊ានស្មាត់ទេខ្លាចខូចប្រពៃណីខ្មែរមានប្តីមានកូនខ្ចីហើយប្តីចេញទៅធ្វើការបើកូនយំតើបាននរណានឹងបញ្ចុកអាហារឲ្យទឹងដល់គោវាបើបងកុំគិតឆ្ងាយមានប្រជាជួយឈ្នួលឲ្យមើលកូនទៅតែនោះមកស្រើបងមិនទៅដើរលេងជាមួយស្រីទេយីប្រនេះមិនស៊ីវិល័យតាមិនទាន់សម័យពួកស្រីយេយេកុំបងខំខ្ញុំណាមៀងមេខ្ញុំមិនហ៊ានស្មាត់ទេខ្លាចខូចប្រពៃណី